ឆ្នាំ2050ទីក្រុងញូវយ៉កបានផ្លាស់ប្ដូរយ៉ាងអស្ចារ្យអគារខ្ពស់ៗពេញទៅដោយអេក្រង់ហូឡូក្រាមរថយន្តហោះលើអាកាសកំពុងហក់បញ្ជ្រាបក្នុងមេឃដូចជាក្តារលេងបច្ចេកវិទ្យាដ៏អស្ចារ្យមួយក្មេងប្រុសតូចម្នាក់ឈ្មោះលីយ៉ានឈរមើលមេឃដោយភ្នែកពោពេញដោយក្តីស្រមៃគាត់រង់ចាំមើលរថយន្តហោះថ្មីមួយដែលបានប្រកាសថាជាតាក់ស៊ីហោះដំបូងបំផុតនៅលើពិភពលោកមនុស្សយន្តមួយបានបើកទ្វារហើយញញឹមស្វាគមន៍ជាមួយលីយ៉ានវាជា model AI សម័យថ្មីដែលអាចបើកបរកំបញ្ជូនមនុស្សទៅគ្រប់ទីកន្លែងក្នុងទីក្រុងដោយការគ្រប់គ្រងខ្លួនឯង 100% តាក់ស៊ីបានចាប់ផ្ដើមឡាយលើមេឃក្មេងប្រុសមើលតាមកញ្ចក់ទស្សនាទីក្រុងដែលពោពេញទៅដោយពន្លឺនិងរថយន្តហោះវាជាអារម្មណ៍ដំបូងបំផុតក្នុងជីវិតរបស់គាត់ដែលមិនអាចភ្លេចបាននៅខាងក្នុងតាក់ស៊ីក្មេងប្រុសភ្ញាក់ផ្អើលជាមួយបន្ទះបញ្ជា hologram ភឺចាំង AI គង់ទង់បង្ហាញផ្លូវសុវត្ថិភាពនិងស្ថានភាពចរាចរណ៍ទាំងមូលក្នុងពេលជាក់ស្ដែងនៅលើមេឃមានផ្លូវចរាចរណ៍សម្រាប់រថយន្តហោះដូចជាផ្លូវលើស្ពានពិតៗសូម្បីតែពន្លឺលើយានយន្តទាំងនោះក៏បញ្ចេញរូបរាងស្អាតប្លែកប្រព័ន្ធសន្តិសុខថ្មីសាងសង់ដោយ drone ពួកវារត់តាមអាកាសយ៉ាងលឿនដើម្បីការពារសុវត្ថិភាពឲ្យពលរដ្ឋនៅក្នុងទីក្រុងក្រោមរថយន្តមាន Central Park បែបអនាគតដើមឈើមានពន្លឺ LED បន្លាតស្ពានក៏អាចហោះដោយម៉ាស៊ីនអគ្គិសនីលីយ៉ានសម្លឹងឃើញបាំងផ្សព្វផ្សាយ hologram ធំជាងគេវាបង្ហាញបច្ចេកវិទ្យាថ្មីៗនៃឆ្នាំ2050ពេលតាក់ស៊ីចូលលើ Skyport លីយ៉ានចេញមកក្រៅជាមួយភ្នែកពោពេញដោយក្តីសង្ឃឹមគាត់ដឹងថាអនាគតបច្ចេកវិទ្យានេះនឹងនាំឲ្យមានឱកាសថ្មីៗសម្រាប់ជីវិតមនុស្សទាំងអស់